សួស្តីប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់អត្ថកម្បាំងជប់នេះថាតើពុកម៉ែបងប្អូនទាំងអស់គ្នាសុខទុក្ខយ៉ាងណាដែរមួយរយៈនេះ Admin សង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាសុខទុក្ខជាធម្មតានោះទេចឹងទេដោយសារតែមួយរយៈនេះឃើញថាព្រឹត្តិការណ៍កើតឡើងជុំវិញពិភពលោកគឺសង្គ្រាមដែលបានកើតឡើងរវាងប្រទេសនិងប្រទេសមិនថាប្រទេសកម្ពុជាយើងជាមួយនឹងប្រទេសថៃក៏ដូចជាប្រទេសមហាអំណាចមានប្រទេសសហរដ្ឋអាមេរិកប្រទេសអ៊ីស្រាអែលដែលបានធ្វើការបាញ់ផ្លោងទៅកាន់ប្រទេសអ៊ីរ៉ង់រហូតដល់ប្រទេសអ៊ីរ៉ង់នឹងបានធ្វើការបាញ់ផ្លោងទៅគ្រប់បណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចនឹងមានការខ្ទេចខ្ទីមានការស្លាប់អស់មនុស្សរាប់សិបនាក់រាប់ពាន់នាក់រាប់ម៉ឺននាក់អញ្ចឹងទៅចឹងទេក្នុងថ្ងៃនេះក៏ខ្ញុំបាទសូមចូលរួមរំលែកទុក្ខនិងបួងសួងឲ្យដួងព្រលឹងវិញ្ញាណក្ខន្ធរបស់អស់លោកអ្នកទាំងអស់នោះដែលបានស្លាប់នៅក្នុងភ្លើងសង្គ្រាមជាពិសេសគឺវីរៈកងទ័ពនិងពុកម៉ែបងប្អូនរបស់យើងទាំងអស់គ្នាដែលបានបូជាសាច់ស្រស់ឈាមស្រស់ការពារនៅដែនដីសវណ្ណភូមិយើងនេះឲ្យអស់លោកទាំងអស់នឹងបានទៅកើតនៅក្នុងសុគតិភពអញ្ចឹងទេមានតែការបួងសួងមានតែការបន់ស្រន់សូមឲ្យទេវតាទាំង4ទិសដែលគ្រប់គ្រងនៅចក្រវាឡលោកយើងទាំងមូលនេះមេត្តាបញ្ចប់នៅរាល់សង្គ្រាមគ្រប់បណ្ដាប្រទេសសូមនាំយកមកនៅសុខសន្តិភាពជូនដល់មនុស្សលោកយើងដែលរស់នៅលើពិភពលោកយើងទាំងអស់នេះចឹងទេកុំឲ្យខាតពេលយូរសូមពុកម៉ែបងប្អូនទាំងអស់គ្នារីករាយតាមដានស្ដាប់នៅរឿងរ៉ាវមួយដែលបានកើតឡើងចំពោះប្អូនស្រីម្នាក់ដែលគាត់មានឈ្មោះថាប្អូនធីតាហើយរឿងរ៉ាវមួយនេះបានកើតឡើងចំពោះប្អូនស្រីធីតានៅក្នុងឆ្នាំ2024ហើយប្អូនស្រីធីតាបច្ចុប្បន្នគាត់រស់នៅក្នុងខេត្តសៀមរាបគាត់ក៏បានបម្រើការងារមួយកន្លែងដែលជាអ្នកដុតនំប៉័ងនៅក្នុងទឹកដីនៃខេត្តសៀមរាបយើងហ្នឹងហើយរឿងហេតុដែលបានកើតឡើងរបស់ប្អូនស្រីធីតាគឺអំឡុងពេលដែលគាត់បានចេញពីធ្វើការនៅម៉ោងប្រហែលជាខ្ទង់7:12យប់អញ្ចឹងហេតុការណ៍មួយនោះប្អូនស្រីធីតាថាវាជាហេតុការណ៍មួយដ៏ព្រឺព្រួយផងដ៏រន្ធត់ផងដែលគាត់មិនធ្លាប់បានជួបពីមុនមកអញ្ចឹងចង់ដឹងថាតើហេតុការណ៍អ្វីដែលប្អូនស្រីធីតាដែលគាត់បានជួបហើយគាត់មានភាពតក់ស្លុតខ្លាំងសូមប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នារីករាយទៅតាមដានស្ដាប់ជាមួយខ្ញុំបាទនៅរឿងរ៉ាវពេញរបស់ប្អូនស្រីទាំងអស់គ្នារឿងរ៉ាវមួយនេះបានកើតឡើងចំពោះប្អូនស្រីធីតាកាលពីឆ្នាំ2024គាត់ថាពេលនោះគឺជាពេលមួយដែលគាត់បានធ្វើការក៏ដូចជាបម្រើការងារមួយកន្លែងនៅក្នុងហាងមួយដែលគេលក់នំប៉័ងគ្រប់ប្រភេទអញ្ចឹងគាត់គឺជាអ្នកដុតនំប៉័ងហើយការងាររបស់គាត់នឹងចូលពីម៉ោង10ព្រឹកចេញម៉ោង10កន្លះយប់ជារៀងរាល់ថ្ងៃគឺគាត់តែងតែចេញនៅម៉ោង10កន្លះយប់ប៉ុន្តែពេលខ្លះប្រសិនបើមានភ្ញៀវក៏ដូចជាអតិថិជននឹងកំងនំច្រើនគាត់អាចលេតរហូតទៅដល់ម៉ោងមកតន្ទប់អីចឹងទៅគាត់ថាមានពេលមួយនោះប្អូនស្រីធីតាហ្នឹងគាត់បានចេញពីកន្លែងធ្វើការហ្នឹងរៀងលេតបន្តិចរហូតទៅដល់ម៉ោង7ពីតន្ទប់ពេលហ្នឹងក៏តកែរបស់គាត់នឹងបានថែមលុយថែមម៉ោងអីឲ្យគាត់នឹងគួរសមដែរដោយសារតែថ្ងៃហ្នឹងគាត់ថាហត់មែនទែនអតិជននឹងក៏កំងច្រើនដោយសារតែវាចិត្តដល់ថ្ងៃចូលឆ្នាំចិនផងនោះអញ្ចឹងទេថ្ងៃហ្នឹងគឺគាត់ថានំចេញច្រើនមែនទែននិយាយរួមទៅគឺគាត់រវល់រហូតតាំងពីម៉ោង10ព្រឹករហូតទៅដល់ម៉ោង7ពីតន្ទប់យប់ហ្នឹងគាត់ថាអត់បានទំនេរអត់បានសម្រាកតនេតែម៉ោងហូបបាយបន្តិចទេអញ្ចឹងគាត់ថាតកែរបស់គាត់ក៏បានថែមលុយថែមកាក់ឲ្យគាត់ហ្នឹងគួរសមដែរដោយសារតែថ្ងៃហ្នឹងវាជាថ្ងៃរវល់ខ្លាំងមែនទែនហើយប្អូនស្រីធីតាគាត់ចេញពីកន្លែងធ្វើការគាត់ធ្វើដំណើរនៅលើដងផ្លូវកវ៉ាត់ក្រុងហ្នឹងអញ្ចឹងគាត់ថាពេលហ្នឹងស្ងាត់មែនទែនដោយសារតែវាយប់ណាស់ទៅហើយអត់សូវមានអ្នកបើកបរទេគាត់ថាម្លងពេលដែលគាត់កំពុងតែជិះម៉ូតូតឯងក៏ស្រាប់តែមានម៉ូតូមួយមកពីក្រោយគាត់នឹងជិះឆ្វេងស្ដាំមានន័យថាជិះជ្រែចុះឡើងណាជ្រែមកឆ្វេងផងមកស្ដាំផងប្អូនស្រីធីតាហ្នឹងគាត់ក៏អែបម៉ូតូគាត់ហ្នឹងឡើងធ្លាក់មកអាកែមផ្លូវថ្នល់ជាតិនេះដល់ពេលអញ្ចឹងទៅក៏អាម៉ូតូមួយហ្នឹងវ៉ាហួសផុតគាត់បន្តិចគាត់ឃើញថាម៉ូតូដែលជិះវ៉ាគាត់ហ្នឹងគឺជាមនុស្សប្រុសវ័យកណ្ដាលម្នាក់ហើយគាត់ហ្នឹងអត់មានពាក់មួកសុវត្ថិភាពអីទេដៃមួយខាងនឹងចុចទូរស័ព្ទ
ហើយដៃមកខាងទៀតហ្នឹងកាច់ចកោតម៉ូតូប៉ុន្តែភាគច្រើនគាត់ថាអត់មើលផ្លូវទេមើលតែទូរស័ព្ទហ្នឹងអញ្ចឹងបានម៉ូតូរបស់គាត់ហ្នឹងម្ដងទៅឆ្វេងម្ដងទៅស្ដាំអញ្ចឹងណាគាត់ថាមិនទាន់បានប្រមាណផងម៉ូតូមួយហ្នឹងក៏បានទៅបុកចំអាបកគោលភ្លើងនៅខាងស្ដាំដៃជាប់នឹងគែមផ្លូវហ្នឹងម៉ាំងប្រាវអញ្ចឹងទៅហើយនៅពីមុខបកគោលភ្លើងហ្នឹងក៏មានផ្ទះអ្នកស្រុកគេនៅណាផ្ទះអ្នកភូមិគេនៅអញ្ចឹងទៅគេមានតូបលក់ចាប់ហួយហ្នឹងហើយមានអាដងឆាត់ដងអីដែលគេដាក់បាំងកម្ដៅថ្ងៃការពារកុំឲ្យក្ដៅហ្នឹងមកជួរហ្នឹងទៅហើយថាម៉ូតូរបស់គាត់ហ្នឹងទៅបុកបកគោលភ្លើងហើយរេទៅបុកនឹងអាបកគោលដងឆាត់ហ្នឹងទៀតដល់ពេលអញ្ចឹងក៏អាក្បាលបរោះហ្នឹងទៅបោកនឹងអាបកគោលដងឆាត់ហ្នឹងឡើងបែកឈាមលហាចពេលហ្នឹងប្អូនស្រីធីតាគាត់ថាគាត់ស្លុតមែនតើដោយសារទី1គាត់ឃើញឈាមអត់បានទេកាលណាតែគាត់ឃើញឈាមគាត់ចេះតែសើចចេះតែស្លាប់ចឹងទៅអញ្ចឹងគាត់អត់ហ៊ានចោះមើលអត់ហ៊ានចោះជួយបរោះម្នាក់ហ្នឹងទេហើយគាត់ក៏អត់ដឹងថាបរោះហ្នឹងស្លាប់ឬក៏រស់ដែរអញ្ចឹងគាត់ក៏បើកហួសទៅប៉ុន្តែអំឡុងពេលដែលគាត់កំពុងតែបើកនៅលើដងផ្លូវហ្នឹងគាត់ក៏ចេះលួចមើលតាមកញ្ចក់ហ្នឹងបន្តិចមើលក្រែងថាមានអ្នកណាអីគេមកតាមក្រោយគាត់អញ្ចឹងទៅគេឃើញគេចោះជួយអញ្ចឹងណាប៉ុន្តែពេលហ្នឹងគាត់ថាអត់មានម៉ូតូឡានណាបើកមកពីក្រោយនឹងទៀតទេគាត់ថាគាត់ជួនមែនតើពេលហ្នឹងគឺស្ងាត់ជ្រាបតែម្ដងមានតែគាត់តែឯងហើយនឹងបរោះម្នាក់ដែលបានបុកបកគោលភ្លើងហ្នឹងអញ្ចឹងគាត់ក៏ជិះម៉ូតូហួសទៅកាត់រំលងមកដល់ពេលព្រឹកឡើងគាត់ក៏បានយកអារឿងហេតុការណ៍ដែលបានឃើញកាលពីយប់ហ្នឹងប្រាប់ឪពុកម្ដាយរបស់គាត់អញ្ចឹងទៅដល់ពេលអញ្ចឹងក៏ឪពុកម្ដាយរបស់គាត់ហ្នឹងចេះតែប្រាប់គាត់ថាជិះបើកបោពេលយប់អីហ្នឹងគឺឲ្យមានការប្រុងប្រយ័ត្នផងបើមិនស្រួលអីមិនស្រួលហ្នឹងក៏យើងអាចមកគៀនមកឲ្យគេហ្នឹងទៅផុតទៅហ្នឹងហើយប៉ុន្តែប្អូនស្រីធីតាគាត់ថានៅពេលដែលគាត់នឹកគិតទៅដល់អារឿងដែលបានកើតឡើងកាលពីយប់មិញហ្នឹងគឺគាត់ស្លុតចិត្តខ្លាំងណាស់ដោយសារតែគាត់ឃើញឈាមក្បាលបរោះហ្នឹងបោកទៅនឹងអាជើងដងឆាត់ហ្នឹងបែកឈាមលហាចនៅលើដីអញ្ចឹងទៅគាត់ឃើញគាត់ចេះតែស្លុតចិត្តអញ្ចឹងទៅដល់ពេលព្រឹកឡើងម៉ោងប្រហែលជាខ្ទង់10អីហ្នឹងគាត់ចាក់ចេញពីផ្ទះហ្នឹងធ្វើដំណើរឆ្ពោះទៅកន្លែងការងាររបស់គាត់តាមធម្មតានៅពេលដែលគាត់ធ្វើដំណើរមកដល់អាកន្លែងកើតហេតុយប់មិញនេះក៏ស្រាប់តែគាត់ថាអាដងឆាត់អាបកគោលភ្លើងដែលម៉ូតូបរោះនឹងបុកកាលពីយប់មិញហ្នឹងអត់មានខូចខាតអីសំបីតែបន្តិចហើយអាឈាមដែលគាត់ឃើញថាបរោះម្នាក់នឹងបោកក្បាលទៅនឹងអាដងឆាត់នឹងបែកក្បាលឈាមលហាចហ្នឹងក៏វាអត់មានឃើញប្រឡាក់អីទៀតដែរដល់ពេលអញ្ចឹងគាត់ចាប់ផ្ដើមឆ្ងល់ដល់ចាប់ផ្ដើមឆ្ងល់គាត់ក៏បានឈប់ម៉ូតូរបស់គាត់ក៏ធ្វើចូលទៅទិញទឹកសុទ្ធម្ដងពីព្រោះថានៅជាប់នឹងអាបកគោលភ្លើងហ្នឹងមានផ្ទះគេអ្នកលក់ចាប់ហួយលក់អីវ៉ាន់អញ្ចឹងណាអញ្ចឹងគាត់ចូលទៅទិញទឹកសុទ្ធហ្នឹងដើម្បីនឹងបានឱកាសសួរនាំម្ចាស់ផ្ទះថាតើយប់មិញមានហេតុការណ៍កើតឡើងដោយអ្វីគាត់បានឃើញអត់ដល់ពេលអញ្ចឹងទៅក៏ម្ចាស់ផ្ទះថាអត់មានទេកាលពីយប់មិញហ្នឹងគ្មានម៉ូតូនរណាណីអីហ្នឹងមកដួលឬក៏បុកបកគោលភ្លើងអីកន្លែងមុខផ្ទះគាត់ហ្នឹងទេប៉ុន្តែកាលពីមួយខែកន្លះមុនហ្នឹងមានបរិសម្នាក់គាត់ជិះម៉ូតូមកពីកើតហ្នឹងដល់ពេលជិះទៅគាត់អត់មានពាក់មួកសុវត្ថិភាពអីទេប៉ុន្តែមានគេឃើញគាត់ថាគាត់ជិះនឹងរេពេញផ្លូវអស់ហើយដល់ពេលរេចុះរេឡើងមកក៏វាជ្រុលចកូតមកបុកអាបកគោលភ្លើងនៅនឹងមុខផ្ទះគាត់នឹងស្លាប់បាត់បង់អាយុជីវិតទៅដល់ពេលគ្រាន់តែប្អូនស្រីធីតាគាត់លឺអញ្ចឹងគាត់ចាប់ផ្ដើមគិតគាត់ចាប់ផ្ដើមខ្លាចហើយដោយសារអីដោយសារតែកាលពីយប់មិញអ្វីដែលគាត់ឃើញទាំងអស់ហ្នឹងមិនមែនជាការពិតមិនមែនជារឿងហេតុដែលកើតឡើងភ្លាមនោះទេតាមពិតទៅអ្វីដែលគាត់ឃើញកាលពីយប់មិញវាជាព្រលឹងវិញ្ញាណដែលបរោះម្នាក់នឹងលងបន្លាចគាត់នឹងឯងដល់ពេលអញ្ចឹងទៅក៏ប្អូនស្រីធីតានឹងបាននិយាយប្រាប់ថាកាលពីយប់មិញនេះគាត់ជិះម៉ូតូមកដល់កន្លែងហ្នឹងគាត់ឃើញបរោះម្នាក់ហ្នឹងជិះម៉ូតូមកពីខាងកើតហ្នឹងរេចុះរេឡើងក៏វ៉ាហួសគាត់ទៅមកបុកអាបកគោលភ្លើងនៅមុខផ្ទះគាត់បកាច់ភ្លាមនឹងឯងមានបែកឈាមបែកអីលហាចពេញអាដីដែលនៅមុខផ្ទះរបស់បងស្រីនឹងឯងប៉ុន្តែដល់ពេលព្រឹកឡើងគឺវាធម្មតាអត់មានខូចខាតអត់មានបែកបាក់អត់មានឈាមអីសោះដល់ពេលអញ្ចឹងក៏បងស្រីម្ចាស់ផ្ទះហ្នឹងគាត់ចាប់ផ្ដើមបើកភ្នែកធំគាត់គិតថាប្រហែលជាព្រលឹងវិញ្ញាណបរិសម្នាក់ហ្នឹងអត់ទាន់ទៅណាទេអញ្ចឹងប្រហែលជាព្រលឹងវិញ្ញាណបរិសម្នាក់ហ្នឹងនៅជាប់កន្លែងហ្នឹងឯងដល់ពេលអញ្ចឹងទៅក៏ប្អូនស្រីធីតា
ទិញទឹកទិញអីហើយសួរនាំដឹងរឿងរ៉ាវហើយអីហើយក៏ចាក់ចេញទៅដល់ពេលកាត់រំលងបានប្រហែលជាខ្ទង់មួយសប្តាហ៍ក្រោយកន្លែងដែលបានកើតហេតុដែលបរិះនឹងបានគ្រោះថ្នាក់បាត់បង់អាយុជីវិតនេះក៏បានជួបប្រទះទៅលើឡានដឹកដូងមួយឡានដឹកដូងហ្នឹងគឺធ្វើដំណើរពីលិចមកមានន័យថាជ្រះទិសគ្នាកាលដែលបរិះនឹងគាត់ស្លាប់គាត់បើកមកពីខាងកើតចឹងឡានដឹកដូងហ្នឹងគាត់ដឹកដើរដាក់ឲ្យម៉ួយគេរហូតមកដល់កន្លែងដែលបរិះនឹងគាត់ចាប់ផ្ដើមគ្រោះថ្នាក់បាត់បង់អាយុជីវិតឡានដឹកដូងនឹងឃើញថាមានម៉ូតូមួយហើយបើកបរដោយបរិះពាក់អាវខ្មៅនឹងអត់មានមុខសុវត្ថិភាពទេបើកជ្រែពេញផ្លូវដល់ពេលបើកជ្រែពេញផ្លូវគាត់ខំបើកកិច្ចដល់ពេលគាត់កិច្ចចុះកិច្ចឡើងមកបុកអាបកគោលដែលនៅពីមុខផ្ទះបងស្រីនឹងឯងដល់ពេលបុកបកគោលនឹងហើយក៏អាបកគោលនឹងបាក់ទៅចំផ្ទះបងស្រីនឹងសងគេមកតង់ទៀតដល់ពេលអញ្ចឹងបានប៉ូលីសអីក៏ចុះមកវាស់វែងអីឲ្យសងទៅលើម្ចាស់ផ្ទះដោយសារតែគាត់បង្កឲ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃអញ្ចឹងណាដល់ពេលអញ្ចឹងក៏គេសួរនាំថាហេតុអីបានជាគាត់បើកឡានមកបុកបកគោលភ្លើងអញ្ចឹងអីអញ្ចឹងណាដល់អញ្ចឹងក៏ម្ចាស់ឡាននឹងគាត់ប្រាប់ថាម្លងពេលដែលគាត់កំពុងតែបើកបរនេះដឹងជាអាក្មេងស្ទៀវណាមួយទេវាបើកមកពីមុខគាត់ហើយជ្រែចុះជ្រែឡើងគាត់នោះក៏ខំប្រឹងកិច្ចចុះកិច្ចឡើងបានជាគាត់នោះមកបុកអាបកគោលភ្លើងនៅពីមុខផ្ទះនឹងឯងដល់ពេលអញ្ចឹងម្ចាស់ផ្ទះដែលត្រូវបានឡានដឹកដូងនឹងបុកចំបកគោលភ្លើងនឹងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងរបស់គាត់នោះក៏គាត់នឹងបានគិតថាអញ្ចឹងប្រហែលជាព្រលឹងវិញ្ញាណបរិះម្នាក់នឹងឯងដែលបំភាន់ភ្នែកគាត់ឲ្យគាត់ឃើញឲ្យគាត់គិចឲ្យគាត់ជុលចកោតមកបុកនោះអញ្ចឹងក៏បាននិមន្តព្រះសង្ឃហ្នឹងមកដើម្បីស្វាតជាយផងអីផងរំងាប់នៅអាវិញ្ញាណអាក្រក់ដែលនៅទីហ្នឹងហើយមួយទៀតក៏បានប្រាប់ដំណឹងហ្នឹងទៅដល់ឪពុកម្ដាយរបស់ជនរងគ្រោះដែលបានបាត់បង់ជីវិតហ្នឹងឲ្យមកធ្វើពិធីអ្វីមួយយ៉ាងដើម្បីតងហៅព្រលឹងហ្នឹងឲ្យត្រឡប់ទៅផ្ទះទៅសម្បែងវិញទៅកុំឲ្យមកធ្វើទុកបុកម្នេញទៅដល់អ្នកដំណើរតាមផ្លូវឲ្យគេគ្រោះថ្នាក់អញ្ចឹងណាហ្នឹងហើយរឿងហេតុទាំងអស់ហ្នឹងគឺដឹងក្រោយពេលដែលប្អូនស្រីធីតាហ្នឹងគាត់អាសាមកសួរនាំដែរដោយសារតែគាត់ឆ្លងកាត់តាមហ្នឹងគាត់តែងតែចូលមកទិញអីហូបអញ្ចឹងទៅគាត់ចេះតែសួរនាំថាមានហេតុការណ៍អីកើតឡើងទៀតអត់បន្ទាប់ពីគាត់បានឃើញកាលពីយប់ដំបូងហ្នឹងហើយគាត់ក៏បានដឹងរឿងរ៉ាវជាបន្តបន្ទាប់ហ្នឹងពីបងស្រីដែលជាម្ចាស់ផ្ទះនៅជាប់នឹងផ្លូវថ្នល់នឹងឯងហើយនេះគឺជារឿងរ៉ាវមួយដែលបានកើតឡើងចំពោះប្អូនស្រីធីតាផងចំពោះពូដែលដឹកដូងដើរលក់នឹងផងអញ្ចឹងរឿងរ៉ាវមួយនេះគឺជារឿងរ៉ាវមួយដែលបានកើតឡើងចំពោះប្អូនស្រីធីតាអំឡុងពេលដែលគាត់នឹងបានចេញពីធ្វើការហ្នឹងវាយប់អាត្រាទៅគាត់ក៏បានជួបហេតុការណ៍ហ្នឹងហើយហេតុការណ៍ហ្នឹងគឺជាព្រលឹងវិញ្ញាណខ្មោចបរិះម្នាក់ហ្នឹងដែលបានស្លាប់ហើយលងឲ្យគាត់ឃើញអំពីទស្សនវិជ្ជាផ្សេងដែលគាត់បានគ្រោះថ្នាក់នឹងឯងចឹងទេរឿងរបស់ប្អូនស្រីធីតាគឺមានតែប៉ុណ្្នឹងឯងមិនជាវែងនោះទេសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងចូលចិត្តហើយមួយវិញទៀតក៏សូមពឹងពរឲ្យពុកម៉ែបងប្អូនទាំងអស់គ្នានឹងដែលមិនទាន់បានចុច like ក៏ដូចជា subscribe នៅ channel របស់អាត់កំបាំងជុំនេះទេសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច like ក៏ដូចជា subscribe នៅ channel របស់អាត់កំបាំងម្នាក់មួយដើម្បីជាការលើកទឹកចិត្តនិងជំរុញឲ្យខ្ញុំបាទស្វែងរកនៅរឿងរ៉ាវផ្សេងដើម្បីលើកយកមកនិទានសម្ដែងចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបានស្ដាប់ទុកជាការកម្សាន្តហើយរឿងរ៉ាវមួយនេះសូមពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់ដោយការពិចារណាជាចុងក្រោយអាត់កំបាំងជុំនេះសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាមានសុខភាពល្អរកស៊ីទទួលទានមានបាននិងធ្វើដំណើរទៅទីចិត្តទីឆ្ងាយប្រកបដោយសុខសុវត្ថិភាពគ្រប់ពេលវេលា